ពេលវេលាចេះតែរំកើទៅមុខអាយុកាន់តែច្រើនមិនដឹងពេលណាបានសុខចេះតែខំប្រឹងក្រែងរួចផុតពីទុក្ខមានជីវិតត្រូវតែស៊ូប្រឹងដើរទៅមុខពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំគ្រាន់បើខំតែបន្តិចទៀតនឹងល្អប្រសើរស្នេហានឹងការងារចូលមកជាបណ្ដាកំពុងតែសប្បាយចិត្តនៃក៏បងអាក់ដំណាងទេវតាហាដូចជាលេងសើចនឹងខ្ញុំទើបតែបានសើចឥឡូវប្រែជាយំអ្វីគ្រប់យ៉ាងប្រៀបដូចជាសវណ្ណហេតុអ្វីទេវតាចិត្តធម៌យ៉ាងហ្នឹងដឹងថាមានជីវិតគឺត្រូវតែមានទុក្ខតែនេះទេវតាយកខ្ញុំមកសង្កត់ចង់ឲ្យខ្ញុំតច្រកអត់មានផ្លូវរត់ពេលនេះជីវិតខ្ញុំដូចថ្ងៃអត់សដងគត់មុខបោកវិញទៅដោយបញ្ហាដែលខ្ញុំក៏ដោះស្រាយដោយរបៀបណាបើសិនជាស្លាប់បាត់ប្រហែលរួចផុតទុក្ខាបើរស់នៅបន្តវារឹតតែឈឺផ្សាការងារមិនជោគជ័យស្នេហ៍ក៏បែកបាក់ធ្វើអ្វីក៏ខុសអស់ភាពជឿជាក់រស់នៅតែតោលដោយមនុស្សណែខ្វះខំប្រឹងធ្វើសប្បាយដើម្បីបំផន់ភ្នែកអ្នកមាននរណាម្នាក់ដែលថាខ្ញុំឈឺផ្សាព្រោះខ្ញុំចូលចិត្តលាក់វាទុកក្នុងអោរ៉ាខ្ញុំចំនៅស្ងប់ស្ងាត់ដើម្បីបង្ហូរទឹកនេត្រាខ្ញុំអស់កម្លាំងខ្លាំងណាស់ទៅមុខមិនរួចទេណាខ្ញុំសូមសម្រាកបន្តិចតើបានទេបើមិនឃើញខ្ញុំក្រោកមិនបាច់ដាស់ខ្ញុំទេខ្ញុំទៅបានសុខហើយព្រោះខ្ញុំអស់កម្មវាឲ្យខ្ញុំសុំទោសផងដែលខ្ញុំទៅមិនបាន